11អ្នកដំបូងរបស់ក្រុម Aston Villa បានមកដល់ហើយបាទអ្នកចាំទី Emiliano Martinez របស់អាហ្សង់ទីនបាទអញ្ចឹងអ្នកចាំទីដៃទី1មកពីអាហ្សង់ទីនបាទម្ចាស់ជើងឯកពិភពលោកផងដែរខ្សែការពារ4នាក់គឺមាន Lenmar Adsen Lindelof Konza និង Matikas 4សញ្ជាតិផ្សេងគ្នាបើខ្សែការពារទាំង4នេះក៏សហការគ្នាល្អដែរបម្រើការពារ2នាក់គឺមានបាទ Amadou Onana និង Camara បម្រើប្រយុទ្ធ3គឺមានប្រធានក្រុម John McGinn Yuri Tielemans ហើយនិង Morgan Roger បាទ3សញ្ជាតិផ្សេងគ្នាទៀតប្រយុទ្ធនៅលើម្នាក់ឯងមកពីអង់គ្លេសណាបាទចេញគុណគឺ Oli Watkins បាទអ្នកបំរុងគឺមាន Bizot មាន Rudigne មាន Garcia Bogart មាន Bendia បាទ Hamming Malen រួមជាមួយនឹង Ivan Quezon បាទនេះគឺជាសមាជិក11អ្នកដំបូងរបស់ក្រុមបិសាចក្រហម Manchester United អ្នកចាំទីបាទគឺ Sene Lamen បាទរបស់ Belgium ទើបតែឡើងដៃដែរការពារ3បាទគឺមាន Lenny Yoro មាន Aiden Heaven និង Luke Shaw បាទបារាំងហើយនិងអង់គ្លេស2បំរើនៅលើនោះ4ទៀតនោះគឺមាន Diego Dalot Manuel Ugarte Bruno Fernandes ដែលជាប្រធានក្រុមហើយនិង Patrick Doku បាទដល់ពេលបំរើប្រយុទ្ធ2នៅលើនោះបាទចាំគ្រប់គ្រងខ្សែប្រយុទ្ធគឺ Mason Mount រួមជាមួយនឹង Matheus Cunha បាទប្រយុទ្ធម្នាក់ឯងនោះគឺ Benjamin Sesko អាយ៉ា Sesko បានលេង11ដាក់ដំបូងថ្ងៃនេះល្បិចច្រើនណាស្អែកហ្នឹងដឹងថាភាពអាម៉ាស់មានខ្លះហើយអាយ៉ាឱកាសទៅពី Oli Watkins របស់ក្រុម Aston Villa កឹបមួយបាំងមួយដួលធ្លាក់មកខាងក្រោមបានបាល់ពី Fernandesបាទឱកាសទាត់មួយជើងទៀតនៅតែមិនចូលបាទ John McGinn Barcelona យ៉ាងម៉េចហើយបាទនៅតែ 1-0 ដដែលទេបាទឥឡូវយើងទស្សនានេះឱកាសមកជើងឆ្វេងមកអូប៊ីផ្លាតត្រូវបាទចូលទីបងប្អូនយើងមានព័ត៌មានអីដែលថាអាប់ដេតនេះអាចអាប់ដេតខមមិនប្រាប់បងប្អូនយើងឲ្យបានទស្សនាបានបាទនេះមើលមានព័ត៌មានចឹងអីជួយអាប់ដេតមកបងប្អូនយើងផងព្រោះថាថ្មនេះពូសៀមនេះស្ងាត់តែយប់ទេព្រឹកឡើងម៉ោង4ម៉ោង5ទៀតភ្លឺនឹងមកទៅដល់អាយ៉ាឱកាស Sesko អូយអត់ចូលទេ Benjamin Seskoអូមកជើងនេះប៊ីសតែមានគ្រាប់បាល់បងប្អូនឲ្យភ្ញាក់ឲ្យព្រឹតខ្ញុំឱកាសដាច់មាត់ណាយើងទស្សនាមើលអបស្អាយអត់មើលអត់អបស្អាយទេ Benjamin Sesko អត់ចូលស្ដាយ Emiliano Martinez បាល់គ្រោះថ្នាក់បែបណាក៏សង្គ្រោះបានដែរបាទកាល់ World Cup គូញ៉ាប៉ះចូលមកឆក់បាល់បានពី Oli Watkins រុញខ្លីតែស្ដាំដៃបានបាល់ពី Roger ឆក់បាល់បានផ្លែតពីគូញ៉ាវិញគូញ៉ាតែចេញបានពីអ្នកចាំទី Emiliano Martinez គឺជាបងធំនៅ Birmingham ហ្នឹងហើយតោះឱកាសដល់លើកចូលឲ្យមក Sesko អត់ទេបានបាល់ពី Manchester United ដដែល Mason Mount រុញចូល Matheus Cunha ជ្រើស្ដាំក៏បន្តបែរក្រោយប៉ះក្រោយឲ្យមកម៉ោនផ្ទះចូលក្នុង Bruno មិនចូលទេផ្លាត់បានត្រឹមបាល់ជ្រុងសម្រាប់ក្រុម Manchester United យើងទស្សនានេះឲ្យមកម៉ោនសម្ដេចថាឲ្យមក Bruno កັບផុតឡទាត់ឡាត់ជាមួយនឹង Ezri Konsa ប៊ីសតែមានគ្រាប់បាល់បើកឆាកពីសំណាក់ Bruno Fernandes ត្រូវជង្គង់ស្ដាំរបស់ Ezri Konsa នាំឲ្យបាល់នេះកើតឡើងជ្រុងមកខាងក្រុម Manchester United បើស្មើឈរលេខទី3 Man U បើស្មើឈរលេខទី6ហើយបើឈ្នះឡើងមកលេខ5ណាទុបបាល់តាន់ទៀតតាន់បាទ Morgan Roger ដឹកបាល់ចូលគៀកទាត់ពីចម្ងាយអូ Morgan Roger សុទ្ធពីចម្ងាយឲ្យ Aston Villa នាំមុខ 1-0 ទៅលើ Manchester United 1-0 អូយសុទ្ធស្អាតណាស់ខ្ញុំមិនស្មានថាចូលទេបាល់នេះបាទមិនស្មាន
ដល់តែពេលមានអីប៉ោងសំណាញ់ទីណែយើងទស្សនារូបភាពផ្សាយលើវិញនេះមិនអបផ្សាយទេបាទយូរ៉ូអត់លួចអបផ្សាយចុងក្រោយម៉ូហ្គានរ៉ូជ័រធ្ពួកយកបាល់បានអត់ចេញទេណែម្នាក់ឯងទេធ្ពួកបាល់បានឲ្យដឹកចូលកដាលទាត់ពីមុំកែងមកចូលកែងដែរមិនឆ្ងាយពេកទេទាត់ក្នុងប្រអប់ណាមួយផ្លែតមិនស្មានតែឆ្ងាយតែមិនឆ្ងាយពេកទេក៏ប៉ុន្តែទាត់កោងចូលឈោមើលតែម្ដងហ្នឹងណាអត់មានអីលូតផ្ទះកើតបើសុទ្ធស្អាតពេកសេនីឡឺមែនឈោមើលណែអូសុទ្ធយ៉ាងហ្នឹងទៅផ្ទះល្មិចទេស្អាតណាស់លោកអើយអាស្តុនវីឡាបើឈ្នះការប្រកួតណាបើឈ្នះការប្រកួតយប់នេះពួកគេឈរលេខទី3ដដែលតែមាន37ពិន្ទុ36នៅពីក្រោមអាសនលតែ3ពិន្ទុទេអាស្តុនវីឡានៅពីអាយ៉ាម៉ាធៀសគូញ៉ាស្មើអូខេ1-1ចុងម៉ោង Manchester United សុទ្ធតាមស្មើនៅឯ Villa Park អូខេស្កប់ចិត្តបងប្អូនយើងបន្តិចខ្ញុំនិយាយមិនទាន់ផុតមាត់ថាមួយស្មើលើស្មើមែនអូខេបងប្អូនយើងដែលស្រឡាញ់ Manchester United សប្បាយចិត្តហើយណាសុំស្មើមកនឹងក៏បានដែរមិនបាច់ក៏មកចាញ់សុំត្រឹមស្មើដែរបញ្ជូនផ្្លាត់ស្នៀតខ្លួនឯងមកទីខាសហុចដងចាំមើលខាមកទីខាហុចដងមែនអូលោកមិនតិចមាញ់លោកឆក់បាល់បានពីប៉ាទ្រីកដូគូអ្នកមើលរូបភាពសារវិញដូគូលោកជើងទៅអូលោកជើងមកដូរធាក់បាល់ឲ្យគូញ៉ាអត់ទប់អីណាទាត់យកណាយើងទស្សនានេះអត់ទប់ទេទាត់យកទៅមកភ្លេចលឹបមួយស្មើបាទប៉ាសដាំដៃពី Martinez ដឹកបាល់ចូលឲ្យពី Mason Mount ប្រុសស្អាត Mount ធ្វើការ Mount បញ្ជូនចូលឲ្យ Cisco ប៊ីសទៅហើយលេងមកដល់តំបន់ខាងឆ្វេងលូកស្លាយមួយអត់ដល់ទេបាទការផ្ដួលខ្លួនធាក់បាល់បញ្ចូលទីពីសំណាក់ Benjamin Sesko ហ្នឹងក៏មិនបានល្អដែរធាក់ដែរក៏ប៉ុន្តែមិនត្រូវបាល់លបឿននៃការបញ្ជូននឹងរៀងលឿនបន្តិចដែរលឿនណាស់ Sesko ធាក់មកជើងឆ្វេងនៅសល់មកស្រូវ2ស្រូវទៀតមិនដល់បាល់តែមួយក្បាលឃ្លៀមិនទាន់ដាច់ទេធ្លាក់មកដល់ Shaw កាប់ចានចូលតែមួយក្បាលអត់ដល់ទៀតធ្លាក់មកដល់ Mount ទាត់ឆ្វេងអត់ចំគោលដៅទៀតនេះទស្សនា Mount ទុំដាក់មកជើងឆ្វេងមកអត់ចំគោលដៅដល់លុតលើកចូលទៀតហើយតែមួយក្បាលឃ្លៀទៀតទប់បាល់បានលីសាន់ត្រូបលែងឲ្យ Matheus Cunha រុញស្ដាំ Mount ឲ្យ Cunha លុកជើងមួយដួលអញ្ញាកដាលអត់ពីនេះទេទៅវិញហើយពីស្លាប់ស្ដាំបាទដឹកបាល់ជ្រែកអត់ផុតពីលីសាន់ត្រូទេយ៉ាមកពីលុបវិញមកជើងឆ្វេងប៊ីសទៀតទេជាពីលបុះកាចទេការពារក៏ល្អឡើងមកសុទ្ធទៀតលីសាន់ត្រូណែលៀងពីលើតបោទុកមកជើងឆ្វេងនេះបាទកោងចេញដូចជាផ្លាតជើងបន្តិចអីមើលអូកោងចេញបាទឥឡូវទស្សនាជាមួយគ្នាបានអាយ៉ាទៅរួចកន្លែងនេះយូរីធីលបានក្រោកចូលអាយ៉ាមកជើងស្ដាំ2-1បាត់ហើយMorgan Roger ដដែលពីគ្រាប់ម្នាក់ឯងបាទសម្រាប់ Aston Villa 2-1នាំឲ្យ Manchester United សេតផ្ដាទេដែរ fan ណែទប់បាល់ខុសធ្លាក់មកដល់ Yuri Tielemans Yuri កັບចុះកັບឡើងក៏ទាញឆ្វេងទាញស្ដាំក្រោកឆ្វេងចូលទប់ធ្ពក់បាល់ធ្លាក់មកដល់ Morgan សុទ្ធស្អាតពីគ្រាប់ហើយជើងស្ដាំហើយមកចំហៀងឆ្វេងនឹងបន្តិចដូចគ្នាណាកន្លែងនេះបានលូតផ្ទះដែរតែផ្ទះមិនដល់ហើយគ្រាប់ទី1នោះអត់បានលូតផ្ទះហលីងគ្រាប់ទី2បានលូតផ្ទះដែរតែផ្ទះអត់ដល់ចូលដដែលបាទ2-1លោក Shaw ទៅទៀតហើយ Shaw ឲ្យមក Matheus Cunha លើកមកឲ្យដាឡុតទប់ជាប់ដាឡុតក៏បន្តទាញឆ្វេងទាត់មកជើងឆ្វេងទះចេញបានពីអ្នកចាំទីទាត់មួយទៀតអូយនៅតែបញ្ចូល Patrick Doku បានបាល់ជ្រុងមកខាងក្រុម Manchester United អូនៅម្ដុំណាបាទ brother បងរឺតទេបងអឺតទេមើលអសរនឹងទូចពេកមើលអសរមិនដាច់មើល
បាទបញ្ជូនចូលក្នុងកន្លែងនេះ Roger ទៀតហើយMorgan Roger សុទ្ធច្រើនជើងណាស់តែគ្រាប់បាល់ចំណេញលើ Crystal មកគ្រាប់តាច់មួយក្បាលអូខុសបន្តិច Matheus Cunha ប៊ីស2គ្រាប់ដែរដូចជាមួយនឹង Morgan Roger ញ៉ាំឲ្យព្រឹតមើលរូបភាពសារឡើងមើល offside អត់ offside ទេនេះអត់ទេប៉ុន្តែតែអត់ចំគូលដៅស្ដាយដឹកបាល់មកកັບចុះកັບឡើងល្អដែរដល់ពេលចុងក្រោយបញ្ជូនបាល់តណើបដោយអើយដល់កមកជើងស្ដាំស្រាលពេកម៉ាទីណេសចាំតែឲ្យចូលតើបាល់ស្រាលចេះនោះឯកឲ្យចូលបាទយឿន 3-0 បាទ90នាទីហើយលំកញ្ចែបញ្ចប់ការប្រកួតបាត់ទៅហើយ Man U ចាញ់ 2-1 ចាញ់ Aston Villa មែនចាញ់បាទ